សួស្តីអ្នកទាំងអស់គ្នាមកត្រឡប់ជួបគ្នាជាមួយនឹងអេមីនម៉ាណានៅក្នុងរឿងភាគថ្មីរបស់យើងដែលរឿងនេះដែរក៏មានចំណងជើងថាបំបីក្តីនៅក្នុងរាជវាំងមុននឹងចូលដល់សាច់រឿងអេមីនសូមទោសអ្នកទាំងអស់គ្នាទាំងមួយបើសិនបើអេមីនហៅឈ្មោះតួអង្គខុសអ្នកទាំងអស់គ្នាជួយប្រាក់អេមីនផងព្រោះដោយសារតែឈ្មោះជាភាសាជប៉ុនវាពិបាកអានខ្លាំងណាស់នៅដើមដំបូងនៃរឿងនេះដែរនគរទាំងមូលកំពុងតែត្រូវបានបះបោរសម្រាប់មនុស្សរង្គាដោយចិត្តទឹកចំពោះមេខ្លោងវិញគាត់មានឈ្មោះថាកាកុសលដែលជាតួឯកប្ររបស់ជើងគាត់បានសម្រុកចូលដំណាក់របស់ម្ចាស់ស្ត្រីក៏បានសួរតើអ្នកណាអនុញ្ញាតឲ្យមនុស្សថោកទាបដូចជាឯងចូលក្នុងដំណាក់របស់ជើងបាយលុបចង្គង់ឥឡូវនេះជើងនឹងអត់ទោសឲ្យឯងទើបប្រកាសថាចាំបើខ្ញុំបដិសេធវិញម្ចាស់ស្ត្រីក៏តបថាបើឯងបដិសេធឯងត្រូវតែស្លាប់នៅពេលដែលម្ចាស់ស្ត្រីបានបញ្ជាឲ្យសម្លាប់ទើបប្រของតបទាំងអស់បានជាអន់គ្រប់ទៅប្រុសទៅវិញទើបប្របានដកដាវដល់តំណងទៅម្ចាស់ស្ត្រីហើយគាត់ក៏បានសម័យគ្រប់រូបភាពក្រសារបស់គាត់ដែលបានស្លាប់តែអាកំបាំងទើបប្រក៏បានលើកដាវកាប់គាត់ហើយស្រីក៏បានកាត់មកនៅពេលដែលគាត់ឡើងសោយរាជធ្វើជាស្ដេចនៅក្នុងដំណើររឿងមួយគេបាននិយាយតគ្នាថានៅក្នុងរាជវាំងមានមហេសីមួយរូបដែលនាងត្រូវបានគេស្គាល់ថាគឺជាមហេសីបាសីពណ៌មាសនាងជាមហេសីតែម្នាក់គត់ដែលបាត់សាទមិនបម្រើព្រះអង្គពួកគេនិយាយថានាងបានធម្មពលពិសេសនាងអាចស្នើសុំអ្វីក៏បានឲ្យតែនាងចង់មិនថារូបរបស់ដែលបាត់ឬមួយក៏ដាក់បណ្ដាសាមនុស្សឲ្យស្លាប់ទេតែប្រាក៏បាននាំអ្នកម្នាក់ដែលគេមានឈ្មោះថាអេសីគាត់បាននិយាយថាគេចចាំរាមបាននិយាយតគ្នាថាគ្មាននរណាម្នាក់ហ៊ានមកដំណាក់នេះទេដោយសារតែគេលឺមកថានៅក្នុងដំណាក់មានបាសីបិសាចដែលវាគឺជាបាសីពណ៌មាសគាត់បានជឿទៅកាន់ទៅប្រុសតែត្រង់ប្រកាសអត់ថានឹងចង់សាសុំឲ្យមហាសីជួយព្រោះតែមហាសីទ្រង់មិនដូចជាមហាសីដទៃទៀតទេពេលដែលអេសីបានបើកទ្វារពន្លឺពណ៌មាសក៏បានជះចេញមកបាសីពណ៌មាសក៏បានលុតចេញមកខាងក្រៅអេសីក៏បានចាប់វាតែប្រុសក៏ថាប៉ុន្តែវាមើលទៅដូចជាសត្វមននឹងអេសីក៏បានសួរតែយើងគួរតែសម្លាប់វាអត់សម្លេងក្មេងស្រីម្នាក់ក៏បាននិយាយឲ្យចូលទៅលេងបាសីនេះផងវាគឺមានឈ្មោះថាស៊ីនឈ្មោះវាប្រុសជាងអត់មានទៅទៀតអ្នកទាំងពីរក៏បានដើរចូលទៅខាងក្នុងទៅជួបនិយាយជាមួយនឹងម្ចាស់របស់វាក្មេងស្រីនោះបាននិយាយថាការសម្លាប់សត្វដែលកម្របែបនេះវាអាចប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សក្មេងស្រីម្នាក់នេះមានឈ្មោះថាជូសេស៊ូនាងត្រូវជាតួឯកស្រីរបស់យើងផងដែរតែប្រុសក៏បានសួរតើនាងគឺជាមហេសីនៅក្នុងដំណាក់នេះត្រូវអត់ទោះស្រីក៏បានសួរតើអ្នកចង់បានអីតែប្រុសក៏ថាក៏មានរឿងចង់ពឹងឲ្យទោះស្រីជួយគាត់បានហុចក្បួនម្ខាងឲ្យទៅកាន់តួស្រីគាត់ចង់ឲ្យតួស្រីអធិដ្ឋានឲ្យស្វែងរករបស់ដែលបាត់ត្រឡប់មកវិញដែលដល់អ្វីក៏បានឲ្យទៅតួស្រីសុំតួស្រីថាខ្ញុំមិនអាចទទួលសំណើដែលគ្មានសំណងបានទេទៅប្រកាសក៏សួរថាវាគឺជាសំណងអីតួស្រីក៏បានប្រាប់ចំពោះមនុស្សដែលប្រាថ្នាចង់រកទ្រព្យសម្បត្តិគឺគេនឹងត្រូវដាក់ដូតឲ្យជីវិតនរណាម្នាក់នៅក្នុងគ្រួសារទើបប្រកាសថាចាំបើសិនជាគាត់ស្នើសុំឲ្យជួយរកម្ចាស់កវលវិញទោះតែថាចឹងខ្ញុំនឹងបដិសេធរឿងស្វែងរកមនុស្សវាគឺជារឿងដែលងាយស្រួលឬក៏លោកគ្មានសមត្ថភាពទេក្នុងករណីស្នើសុំអ្វីក៏ដោយវាមិនមានផលល្អទេទោះប្រថាក៏បានលើពីចាំរាមបាននិយាយថានាងគឺជាថ្មព្រះវិសាចតែនាងគឺជាមនុស្សឬក៏មិនមែនតែនាងឈ្មោះអីទោះស្រីក៏បានប្រាប់ឈ្មោះរបស់ខ្ញុំគឺជាសេតស៊ូទើបប្រក៏បានចាប់ដៃទោះស្រីហើយក៏បានសរសេរថាឈ្មោះនឹងគឺល្អដៃអារបស់នាងក៏សាប់តែចោលបង្ហាញនៅស្នាមនៅលើដៃរបស់នាងក៏បានខឹងខ្ញុំសូមបដិសេធចំពោះសំណើរបស់អ្នកហើយនាងក៏បានទាញកាន់នៅលើក្បាលផ្លុំវាឲ្យត្រង់នៅបំរើត្រឡប់ទៅខាងក្រៅសំណាក់វិញនាងក៏បានបោះកវលឲ្យគាត់វិញហើយប្រាប់ថាបំភ្លេចវាចោលទៅត្រឡប់មកដល់សំណាក់វិញអេសៃក៏បានសួរតើវាមានពិធីផ្សេងក្រៅពីឲ្យមហាសីជួយទេមែនអត់ទើបប្រកាសថាប្រហែលជាគាត់បានធ្វើឲ្យនាងខឹងហើយនៅថ្ងៃបន្ទាប់នៅក្នុងដំណើររបស់ទោស័យគាត់នាំឲ្យលោតចុះលោតឡើងព្រោះតែទូប្រនឹងអេសីបានមកដល់ទោស័យក៏បាននិយាយថានេះមិនស្ដាប់អ្វីដែលខ្ញុំនិយាយកាលពីម្សិលមិញទេត្រូវអត់ខ្ញុំមិនទទួលសំណើរបស់លោកទេទូប្រគាត់ថាគាត់មកជាមួយអំណោយមួយទោស័យក៏ថាខ្ញុំមិនត្រូវការមេប្រាក់ឬមកក៏គ្រឿងអលង្ការអ្វីទាំងអស់លោកត្រឡប់ទៅវិញចុះហើយយកវាទៅជាមួយនឹងលោកផងអេសីក៏បានការរបស់ម្យ៉ាងដែលចូលមកទោស័យក៏មានអារម្មណ៍ថាវាគឺមានក្លិនឈ្ងុយវាជានំប៉ាវដែលទោស័យចូលចិត្តជាងគេទូប្រគាត់ថាគាត់ទៅតែកំងទិញគេធ្វើថ្មីទេគាត់លឺមកថាទោស័យចូលចិត្តញ៉ាំពេលដែលតួស្រីកំពុងតែអង្គុយញ៉ាំនំប៉ាវទើបប្រកបានដកកវលដដែលបង្ហាញតួស្រីនិយាយមករកឃើញមាននៅក្នុងដំណាក់ខាងក្នុងតែនាងដឹងអត់ថាជាអ្នកណាជាម្ចាស់របស់វាតួស្រីក៏បានប្រាប់ខ្ញុំមិនដឹងទៅទើបប្រក៏និយាយទៀតខ្ញុំគិតថានាងគឺជាមហេសីបាក់សៃមាសនាងអាចដឹងគ្រប់យ៉ាងដែលនាងចង់ដឹងតួស្រីក៏បានស្រីឲ្យកុំលងងពីអីខ្ញុំមិនមែនជាព្រះទេខ្ញុំមានរឿងអីតែខ្វល់ពីនាងនោះទើបប្រក៏បានប្រថាគាត់ដឹងហើយតួស្រីថាបើដឹងហើយត្រឡប់ទៅវិញទៅទើបប្រថាគាត់ធ្លាប់បានឃើញវិញ្ញាណតែម្ដងគាត់ប៉ុន្តែមិនច្បាស់ទេនាងគឺជាមនុស្សស្រីដែលស្លៀកពាក់រ៉ូបពណ៌ក្រហមនាងពាក់កវលតែម្ខាងប៉ុណ្ណោះខ្ញុំបានសួរនាងថានាងជាណាប៉ុន្តែនាងមិនបានឆ្លើយមកទេទោះស្អីក៏សួរតែវាជារឿងប៉ັດរបស់ទ្រង់មែនអត់ទើបប្រកាសថាតែអាចប្រាប់គាត់បានអត់ថាម្ចាស់កវលគឺជាអ្នកណាឲ្យប៉ັດប្រកាសខ្ញុំពេញចិត្តនឹងមើលឃើញវិញ្ញាណនាងបានញ៉ាំនំប៉ាវដែលខ្ញុំបានចំណាយលុយទិញហើយតែវាអាចថ្លឹងថ្លែងបានឬក៏អត់ទោះស្អីក៏ថាទ្រង់អាក្រក់ជាងអ្វីដែលខ្ញុំគិតទៅទៀតទើបប្រកាសបានសរសើរថាទោះស្អីគឺគួរស្រឡាញ់ជាងអ្វីដែលគាត់គិតបានជាគេសរសើរថាគួរឲ្យស្រឡាញ់ទៅហើយជួយតែក៏វាមិនខាតអីដែរទោះស្អីក៏បានដបការពីលើក្បាលហើយផ្លុំវាជាមួយនឹងកវលដែលទូប្រាប់បានឲ្យវាបានលេចចេញនៅខ្មោចស្រីមួយដែលមានស្លៀកពាក់ពណ៌ក្រហមនិងកវលម្ខាងដោយតែទូប្រាប់បាននិយាយនាងត្រូវបានគេចងកក់ដែលកណាត់អញ្ចឹងហើយបានជានាង
ងមិនអាចនិយាយបានទស្សនៈក៏បានបញ្ជូននាងឲ្យត្រឡប់ទៅវិញទស្សនៈក៏បានប្រាប់អត្តសញ្ញាណរបស់នាងគឺនៅលើដៃរបស់នាងហើយទើបប្រក៏បាននិយាយថាវាគឺជាសញ្ញាសម្គាល់របស់មហាសេនារាជពងអង្គមុនប្រហែលជានាងជាមហាសេនារបស់បេតាខ្ញុំឬមកក៏ជាទេវតារបស់ខ្ញុំក៏អាចថាបានទស្សនៈក៏ថាតើនាងត្រូវបានគេសម្លាប់ឬមកក៏សម្លាប់ខ្លួនឯងទើបប្រក៏បានសួរទៀតតើនាងអាចសង្គ្រោះវិញ្ញាណរបស់នាងបានដែរអត់ទស្សនៈក៏ថាហេតុអីបានជាលោកខ្វល់ខ្វាយនឹងវិញ្ញាណរបស់ស្រីនោះម្ល៉េះទើបប្រក៏សួរថាចុះនាងមិនអាណិតគេខ្លះទេអីស្រីរៀនក៏បានកាន់នៅពេលដែលទូស្រីបានផ្លាស់ប្ដូរសម្លៀកបំពាក់ជាអ្នកបម្រើគឺមានន័យថាទូស្រីបានយល់ព្រមជួយទៅប្រោះហើយពេលដែលទូស្រីបានចេញមកដល់ក្រៅទូស្រីក៏បានឃើញមនុស្សស្រីពីរនាក់កំពុងតែប្រកែកគ្នាស្ត្រីខាងស្ដាំដៃមានឈ្មោះថាសូយោគ្មានស្រីនៅឆ្វេងដៃនាងមានឈ្មោះថាជីវជីវសូយោបានទាមទារឲ្យជីវដេកឲ្យនាងបើមិនចឹងទេនាងនឹងមានបញ្ហាទូស្រីក៏បានចូលមកនិយាយសូយោក៏បានសួរតើនាងជាអ្នកណាទូស្រីក៏ថានាងមិនឃើញទេអីខ្ញុំគ្រាន់តែជាអ្នកបម្រើស្រីធម្មតាប៉ុណ្ណោះនាងខាងនេះបាននិយាយបដិសេធមិនធ្វើហើយតែនាងមិនអាចដោះស្រាយវាដោយខ្លួនឯងទេអីសូយោក៏បានចាក់ចែងព្រមធ្វើវាដោយខ្លួនឯងជីវក៏បានអរគុណទៅកាន់ទូស្រីក៏សួរតើនាងមកពីវាំងដើម្បីទៅចង់ឲ្យឯងជួយត្រូវអត់ជីវថាមិនមែនទេនាងមកដោយសារតែនាងបានសន្ទនាជាមួយនឹងមន្ត្រីម្នាក់វាគឺជារឿងសម្ងាត់គម្រាប់នរណាអសោះជីវក៏បានសួរតើទូស្រីជាអ្នកបម្រើក្នុងវាំងមួយណាហើយមិនជានាងមិនដែលឃើញទូស្រីក៏បានប្រាប់ខ្ញុំនៅវាំងមហាសីបាក់សីពណ៌មាសជីវក៏ថានាងបានលឺនៅក្នុងវាំងនោះគឺមិនដែលមានអ្នកបម្រើទេទូស្រីក៏បានប្រាប់ថាវាមានតើជីវក៏សួរតែមហាសីនៅក្នុងវាំងនោះមានរូបរាងយ៉ាងម៉េចដែរតែនាងមានអាយុដល់100ឆ្នាំអត់ទូស្រីក៏បានប្រាប់ថាគាត់ទៅតែ16ឆ្នាំទេជីវក៏ថាហេតុអីបានជាក្មេងម្ល៉េះរឿងមួយទៀតតែគាត់អត់ដែលនាងអាចប្រើវេទមន្តបានជីវបានជីកកាយសួររឿងជាច្រើនដែលធ្វើឲ្យទូស្រីមកងាប់បានជីវថាប្រហែលជារឿងនេះទូស្រីមិនអាចនិយាយបានទេគាត់យល់ហើយអ្នកទាំងពីរក៏បានងក់ក្បាលដាក់គ្នាទៅវិញទៅមកដូចជាដើមអញ្ចឹងពួកគេបានណែនាំឈ្មោះគ្នាទៅវិញទៅមកជីវក៏បានលាប្រធានាងដល់ពេលដែលធ្វើការហើយទូស្រីក៏ចង់ជួយជីវថានាងបានលើរឿងមកចាស់ស្ត្រីបច្ចុប្បន្នត្រូវបានគេឃុំទុកនៅក្នុងវាំងតាមពាក្យចចាមអារាមអានីថាមកចាស់ស្ត្រីបានសម្លាប់ម្ដាយរបស់ព្រះអង្គមិនត្រឹមតែប៉ុណ្ណោះទេនាងថែមទាំងបានទម្លាក់ព្រះអង្គមិនឲ្យធ្វើជារាជស្នងតំណែងទៀតនាងថែមទាំងបានចាក់សោត្រង់អស់រយៈពេលជាយូរប៉ុន្តែតែមិនបះបង់ទេទ្រង់បានប្រមូលអំណាចរបស់ទ្រង់ដើម្បីប្តូរនាងវិញពួកគេនិយាយថាម្ដាយរបស់ព្រះអង្គមានរូបសម្រស់ស្រស់ស្អាតអញ្ចឹងហើយបានជាព្រះអង្គគួរឲ្យស្រឡាញ់ដូចជាទ្រង់អញ្ចឹងទូស្រីក៏សួរតើក្រៅពីមេដារបស់ព្រះអង្គតើមាននរណាដែលស្លាប់ដោយការចងកអត់ជីវក៏ថាមានម្នាក់ទូស្រីក៏បានប្រាប់ឲ្យឈប់សិនថាពិតជាមានមនុស្សដែលបានចងកសម្រាប់ខ្លួនមែនទេអ៊ំស្រីម្នាក់ក៏បានប្រាប់ថានាងមានឈ្មោះថាអូជូនាងជាស្រីស្នំដែលមានឋានៈទាបជាងគេនាងរស់នៅជាមួយនឹងស្រីស្នំទី3តែនាងនៅក្មេងហើយស្អាតនាងថែមជាកូនរបស់អ្នកធំទៀតគេបាននិយាយថានាងឆ្លងនៅកអត់កតូមថ្ងៃមួយមហាសេនាបានស្លាប់ដោយសារតែពលថ្នាំពុលនៅក្នុងទឹកស៊ុបពេលនោះនាងកំពុងតែមានផ្ទៃពោះទៀតនាងយាមបានរកឃើញថ្នាំពុលនៅក្នុងបន្ទប់របស់ហានអូជូនៅក្នុងយប់នោះហានអូជូនាងបានចងកសម្រាប់ខ្លួនឯងទូស្រីក៏បានសួរតើនាងមានពាក្យកង្វល់ឬក៏អត់អ៊ំស្រីក៏ថាក៏មិនដឹងដូចគ្នាដែរទូស្រីក៏សួរចុះការស្លាប់របស់អ្នកផ្សេងទៀតអ៊ំស្រីថាវាដូចតែគ្នាសម្បីតែការស្លាប់របស់មេដារបស់ព្រះអង្គអ្នកបម្រើរបស់នាងត្រូវបានគេចាត់ថាជាឃាតករនាងត្រូវបានគេប្រហារជីវិតទូស្រីក៏ថាការស្លាប់របស់មនុស្សម្នាក់ៗនៅក្នុងវាំងគ្មានអ្វីក្រៅពីការកំសាន្តរបស់ពួកគេទេដល់ពេលដែលត្រឡប់មកវិញទីជាក៏បានសួរតើទូស្រីកំពុងតែគិតអីទូស្រីថាខ្ញុំកំពុងគិតពីវិញ្ញាណខ្មោចមួយដែលខ្ញុំបានឃើញជីថាតែទូស្រីធ្លាប់ឃើញមានអត់ស្ទើរតែវាគួរឲ្យខ្លាចណាស់ទូស្រីក៏បានតបព្រលឹងខ្មោចមិនគួរឲ្យខ្លាចទេប៉ុន្តែពួកគេគឺជាព្រលឹងដែលគួរអាណិតជីថាលើទូស្រីនិយាយបែបនេះនាងនឹកឃើញរឿងមួយដែលគេនិយាយតៗនេះថាជីតារបស់ស្រីអមុនគាត់តែងតែដុតទៀនក្នុងបន្ទប់របស់គាត់មិនឲ្យរលត់ទេដោយសារតែព្រលឹងខ្មោចតែលើកឡើងនៅចំពោះមុខគាត់នៅពេលយប់វាជាវិញ្ញាណគ្រួសាររាជវង្សអង្គមុនជីតារបស់ស្រីអង្គមុនបានសម្លាប់មនុស្សរង្គាមិនលើកលែងសម្បីតែក្មេងនិងមនុស្សចាស់លើថាព្រលឹងខ្មោចរបស់មនុស្សសក់ពណ៌សបានលើកម្លាយគាត់រហូតដល់គាត់ស្លាប់ខ្ញុំគិតថាវាគឺជាបាបកម្មរបស់គាត់ដែលគាត់បានសាងឡើងនៅពេលដែលអ្នកអំពីចង់ត្រឡប់ទៅដំណាក់រៀងខ្លួនវិញជីក៏បានឲ្យនំពីទៅទូស្រីនាងអរគុណដែលទូស្រីបានជួយនាងមកដល់ដំណាក់វិញទូស្រីបានញ៉ាំវាតែម្នាក់ឯងយ៉ាងកំសត់អ្វីដែលគួរកត់សម្គាល់ទីនោះគឺជើងសាររបស់ទូស្រីវាបានលេចឡើងនៅពណ៌សកាន់មកខាងទៅប្រុសវិញទៅប្រុសក៏បានសួរទៅកាន់អេសៃតែរឿងក្នុងដំណាក់យ៉ាងម៉េចហើយអេសៃក៏បាននិយាយថាវាមិនទាន់មានចំណុចណាដែលគួរឲ្យសង្ស័យទេប្រាក់ដែលរកឃើញក៏មិនត្រូវនៅកំណត់ត្រាដែរការតាមដានពួកគេអនុមឹកនៅការលាក់ប្រាក់របស់ស្ដេចអង្គមុនគាត់បាននិយាយបន្តទៀតថាអ្នកដែលចង់ទម្លាក់ព្រះអង្គមិនមែនជាស្ដេចអង្គមុនទេប៉ុន្តែគឺជាម្ចាស់ស្ត្រីដែលបានបញ្ចុះបញ្ចូលឲ្យទ្រង់ទម្លាក់ទើបរកក៏បានសួរតែឯងចង់និយាយពីអីឯសៃបានដុតជង្គង់ចុះហើយបានជាទ្រង់មកព្រមកាត់ក្បាលម្ចាស់ស្ត្រីដើម្បីសងសុខឲ្យមេដារបស់ទ្រង់ទៅតាមពិតទៅនៅពេលដែលទូប្រោបបានលើកដាវកាលពីដើមរឿងគាត់មិនបានសម្លាប់ម្ចាស់ស្ត្រីទេទៅប្រថាគាត់ត្រូវការផ្តាមត្រឹមត្រូវដើម្បីឲ្យប្រកាសថាម្ចាស់ស្ត្រីបានសម្លាប់បិតារបស់គាត់នឹងមិនដើរតាមគន្លងរបស់ម្ចាស់ស្ត្រីទេដែលសម្លាប់មនុស្សទេផ្ដាស់សាយរឿងក៏បានលេងបកក្រោយនៅពេលដែលទូប្រុសនៅទល់បិតារបស់គាត់ក៏នៅមានជីវិតម្ចាស់ស្ត្រីនឹងស្នាមឯទៀតបានបង្ខំឲ្យបិតារបស់ទូប្រុសរួមដើម្បីជួយគាត់បដិសេធក៏ដោយចោះទូប្រុសក៏បានឃើញបិតារបស់គាត់រំដែរសម្បីតែបម្រើក៏បានធ្វើបាបនាង
មេដារបស់ទូប្រគាត់ក៏បានឃើញកូនប្រុសកំពុងតែមើលតែគាត់គឺមិនអាចចាប់អារម្មណ៍បានទេនៅពេលដែលត្រឡប់មកដល់បន្ទប់វិញទូប្រក៏បានសៃសួរហេតុអីបានជាធ្វើឲ្យពួកមនុស្សទាំងអស់នោះសើចចំអកមេដារបស់គាត់បានបណ្ដេញគាត់ចេញក៏មកលេងមេដាទៀតអីនៅក្នុងដំណាក់មានរឿងជាច្រើនដែលឯងត្រូវធ្វើទូប្រក៏បានសំទោសថាគាត់នឹងមិនមកម្ដងទៀតទេនៅពេលដែលគាត់ចាក់ចេញមិនយូរប៉ុន្មានមេដារបស់គាត់ក៏ត្រូវបានគេដាក់ថាបំពល់ឲ្យស្លាប់គេបានរកឃើញតាមពលនៅក្នុងបន្ទប់របស់អ្នកបម្រើស្រីលោកតាម្នាក់ក៏បានដើរមកប្រាប់មេដារបស់ឯងមិនដែលហ៊ានបង្ករឿងជាមួយនរណាម្នាក់ទេព្រោះខ្លាចតែឯងនឹងមានគ្រោះថ្នាក់ក្តីស្នេហ៍របស់ម្ចាស់ស្ត្រីគេបានមកដល់ទីនេះដែរនាងបានញញឹមចុចមាត់ដាក់ទូប្រក៏ថាគាត់នឹងចាប់កំហុសម្ចាស់ស្ត្រីម្ដងមួយហើយដាក់ទោសនាងតាមច្បាប់មិនឲ្យនាងគេចផុតទេខ្ញុំនឹងមិនអត់ទោសចំពោះមនុស្សដែលបានសម្លាប់បិតារបស់ខ្ញុំឡើយនៅពេលយប់ទូស្រីក៏បានចាកចេញពីរាជវាំងដើម្បីមកងូតទឹកនៅខាងក្រៅនៅពេលដែលទូស្រីទម្លាក់សោចូលក្នុងទឹកដើម្បីលាងសម្អាតសោរបស់នាងក៏បានប្រែទៅជាសវិញសម្លេងមនុស្សម្នាក់បានចាំដំជើក៏បានមកលើកឡើងទូស្រីក៏បានកលេចឃើញវាគឺជាទូប្រហើយនឹងឯសាយរឿងមកលេងបកក្រោយតកាពីអតីតកាលនៅពេលដែលស្ដេចអង្គមុនបានបញ្ជាឲ្យកាត់ក្បាលមនុស្សរាជវង្សដែលមានសក់ពណ៌សកាត់មកខាងម្ដាយកូនទាំងពីរនាក់វិញម្ដាយកំពុងតែព្យាយាមលាបបិទបាំងសក់ឲ្យកូនស្រីក៏បានសួរហើយបានជាលាបពណ៌ខ្មៅម្ដាយក៏បានប្រាប់ថាមិនត្រូវឲ្យគេឃើញសក់ដើមកំណត់ទេទោះតែបិទបាំងជានិច្ចនៅពេលដែលម្ដាយកូនទាំងពីរកំពុងតែលេងជាមួយនឹងគ្នាពោធិហ៊ានក៏បានសម្រុកចូលកន្លែងដែលពួកគេស្នាក់នៅម្ដាយនាំកូនស្រីចាក់ចេញហើយគាត់ក៏បានតបនៅកន្លែងមួយគាត់បានប្រាប់នាងថាមិនថាលើសំឡេងអ្វីក៏ដោយកុំចេញមកឲ្យសោះគ្រាន់តែគាត់បានរត់ចាក់ចេញពាក់កណ្ដាលផ្លូវទាហានក៏បានស្ទាក់វាយគាត់កូនស្រីបានត្រឹមតែអង្គុយសង្ងំបិទភ្នែកបិទត្រចៀកមិនអាចធ្វើអ្វីបានក្មេងស្រីបានអង្គុយរហូតដល់មេឃភ្លឺបន្ទាប់មកនាងក៏បានចាក់ចេញរកម្ដាយរបស់នាងពិតជាបានរកឃើញគាត់មែនអ្វីដែលនាងនឹកស្មានម្ដងនោះគឺម្ដាយរបស់នាងសោះតែក្បាលតែប៉ុណ្ណោះស្រីរឿងក៏បានកាត់មកបច្ចុប្បន្នកាលវិញនៅពេលដែលទូស្រីបានចេញមួយទឹកនៅក្រៅរាជវាំងទូប្រក៏បានឃើញទូស្រីនាងបានរត់ចាក់ចេញលឿនឯស្រីក៏បាននិយាយថាសាររបស់នាងបានបញ្ជាក់ថានាងគឺជាមនុស្សរាជវង្សមុនទូស្រីបានចូលបន្ទប់បិទទ្វារចាត់ទូប្រក៏បានតាមមកគាត់បានគោះទ្វារនាងបានចាក់ចេញពីស្រះទឹកទៅនៅខ្លួននាងសើមនាងទៅជួបខ្លួននៅស្អាតដើម្បីកុំឲ្យផ្ដាសាយចំពោះរឿងថ្ងៃនេះខ្ញុំមិនបានឃើញអ្វីទាំងអស់និយាយហើយគាត់ក៏បានដើរចាក់ចេញទៅនៅថ្ងៃបន្ទាប់ជីបានមកគោះទ្វារនាងថានាងមកពីដំណាក់ផ្សេងមកទីនេះដើម្បីរកមនុស្សស៊ីនបានទៅស្វាគមន៍នាងទូស្រីក៏បាននិយាយថាមើលទៅស៊ីនហាក់ដូចជាចូលចិត្តជីវណាជីវសឹងតែមិនជឿនឹងភ្នែកឃើញទូស្រីស្លៀកសំលៀកបំពាក់មហេសីទូស្រីក៏បានប្រាប់ខ្ញុំគឺជាមហេសីបាក់សៃពមាសុំទោសដែលខ្ញុំកុហកឯងជីវលឺហើយលុតគោរពសងតែចង់បាក់ចកេះទូស្រីក៏បានប្រាប់ឲ្យក្រោកឡើងនាងចង់ឲ្យជីវធ្វើជាអ្នកបម្រើតខ្លួនរបស់នាងមកដល់អាសន្នសិនពេលចាក់ចេញមកដល់ការរាជវាំងទូស្រីក៏បានប្រាប់ខ្ញុំបានទៅពិនិត្យឈ្មោះអ្នកបម្រើទាំងអស់ដែលលើកឡើងថាចង់ជ្រើសរើសអ្នកបម្រើខ្ញុំបានឃើញឈ្មោះរបស់អ្នកបម្រើហានអូជូដែលនាងមានឈ្មោះថាកូខ្យូមើលហេតុដែលនាងបានជ្រើសយកជីវគឺដោយសារតែនាងមិនស្គាល់អ្នកបម្រើផ្សេងទៀតទេនៅពេលដែលកំពុងដើរជីវក៏បានឃើញស្ត្រីដែលជួបគ្នាកាលពីថ្ងៃមុនជីវក៏បានរត់ពន្ធពីក្រៅទូស្រីក៏បានប្រាប់ថានាងតែបាត់ហើយជីវក៏បានចេញមកនៅពេលដែលទាំងពីរបានដើរកាត់ដល់កន្លែងមួយឃើញថាមានពួកអមាត្យជាច្រើនកំពុងតែស្ទាក់ចាំផ្លូវនរណាម្នាក់មិនដឹងទេជីវក៏បានសួរតើអ្នកបម្រើហានអូជូពិតជានៅកន្លែងហ្នឹងមែនអត់អាមាត្យទាំងនោះសັບតឡាំពាត់ពួកគេហើយក៏ចង់វាយប្រហារទូស្រីក៏បានប្រាប់ការផ្លុំឲ្យមានខ្យល់នៅតែមិនអាចយកឈ្នះពួកគេដដែលពួកគេបានព្យាយាមធ្វើបាបជីវសំណាងដែលមានបរិសុទ្ធចម្លែកបុកម្នាក់បានចេញមកជួយអាមាម្នាក់ទៀតចង់លើកកំណត់ចាប៉ុន្តែគ្នារបស់ទូប្រុសក៏បានចេញមកបុរសមានស្នាមនៅលើមុខនេះដែរក៏មានឈ្មោះថាអូនកេទូប្រុសបានមកជូនគាត់ឲ្យមកការពារទូស្រីចំណែកបុរសដែលបានជួយជីវនឹងគាត់ក៏បានចាក់ចេញទៅបាត់ទូស្រីក៏បានសួរជីវតែឯងមានរបស់កន្លែងណាអត់ជីវក៏បាននិយាយថាដោយសារតែនាងទូស្រីសឹងតែមានគ្រោះថ្នាក់ទៅហើយទូស្រីក៏បានប្រាប់ឲ្យជីវទៅដំណាក់របស់នាងវិសិនជីវនាងថានាងមិនត្រឡប់ទៅវិញទេនឹងចង់នៅជាមួយនឹងទូស្រីនៅពេលដែលនៅទាំងបីបានដើរមកដល់ផ្ទះកូខ្យូបុរសដែលជាអ្នកមើលថែនាងបាននិយាយថាប្រហែលជាសំណួរដែលទូស្រីចង់សួរមិនអាចឆ្លើយតបបានទេទូស្រីក៏បានសួរហេតុអីនៅពេលដែលទូស្រីបានជួបកូខ្យូនាងក៏ត្រូវបានគេកាត់អណ្ដាតបាត់ទៅហើយមិនដឹងថាកាលពីមុននាងបានជួបបញ្ហាអ្វីខ្លះទេទូស្រីបានដកកវលហើយសើទៅកាន់នាងទៅនេះគឺជាកវលរបស់ហានអូជូមែនអត់នាងបានធ្វើសញ្ញាឲ្យទូស្រីយកกระดาษមកឲ្យនាងដើម្បីសរសេរទូស្រីបានបញ្ជាឲ្យអូនកេនាំគាត់ទៅសំណាក់បរិមាថៃនាងបានបដិសេធទូស្រីក៏បានប្រាប់ថាខ្ញុំប្រាសិទ្ធអំណាចជាមហេសីបាក់សៃពមាដើម្បីនាំនាងទៅបើមានអ្នកណាចង់ទៅវាអាចទៅសំណាក់របស់ខ្ញុំដើម្បីនិយាយជាមួយនឹងខ្ញុំបានកាត់មកដល់ពេលយប់វិញទូប្រក៏បានសួរទូស្រីតែទទួលបានដំណឹងអ្វីពីកវលឬក៏អត់ទូស្រីក៏បានប្រាប់ថាហាក់ដូចជាកវលនេះគឺជារបស់ហានអូជូគឺជាស្នាមដែលគេបានចោទថាដាក់ថ្នាំពលស្នាមទី3ហើយបានចង់កសម្រាប់ខ្លួនឯងខ្ញុំកំពុងតែរៀបសួរអ្នកបម្រើរបស់នាងក៏ខ្ញុំបានសរសេរថាហេតុផលដែលគាត់បាត់ថាគាត់មិនចេះសរសេរគឺព្រោះតែបើសិនជាគាត់ប្រាប់គាត់នឹងត្រូវបានគេសម្លាប់ចឹងហើយបានជាគាត់បាត់តែគាត់មិនចេះគាត់បានសរសេរនៅលើกระดาษថាម្ចាស់ស្ត្រីគឺជាអ្នកសម្លាប់ស្នាមទី3ដោយសារតែនាងមានផ្ទៃពោះត្រង់ខ្លាចថានាងនៅដណ្ដើមអំណាចរបស់ទ្រង់ម្ចាស់ស្ត្រីបានឲ្យបរិសម្នាក់ទិញទឹកចិត្តអ្នកបម្
ราได้យកថ្នាំពោលទៅដាក់ក្នុងហាប់របស់ហានអូជូត្រូវបានគាត់ប្រទះឃើញពួកគេបានគំរាមសម្លាប់គ្រួសាររបស់គាត់ក៏បានត្រឹមតែឈរមើលនាងស្លាប់តែប៉ុណ្ណោះនាងត្រូវបានគេរត់ក៏រហូតដល់ស្លាប់នាងមិនបានសម្លាប់ខ្លួនឯងទេចឹងហើយបានជាគេចាត់ប្រកាន់ថានាងបានសម្លាប់ឆ្នាំទី3ចំពោះគាត់វិញគាត់ក៏មិនរួចខ្លួនដែរពួកគេបានកាត់អណ្ដាតរបស់គាត់គឺដើម្បីបិទមាត់គាត់មិនឲ្យនិយាយស្ដីទោះស្រីក៏ថាវិញ្ញាណខ្មោចនៅក្នុងកវលមួយនេះច្បាស់ជាហានអូជូហើយព្រោះវាគឺជារបស់សំខាន់តែមួយគត់ដែលនាងមានជាជាវក៏ថាវាគួរតែមានគូប៉ុន្តែនាងបានឲ្យទៅនរណាម្នាក់ផ្សេងទៀតទើបប្រក៏ចូលមកគាត់ក៏បានសួរតែមនុស្សដែលបានកាត់អណ្ដាតរបស់គាត់និងមនុស្សដែលបានសម្លាប់ហានអូជូគឺជាអ្នកណានាងបានសរសេរឈ្មោះថាកូកែនឯសាយថាគាត់ស្គាល់ថាគេគឺជាអ្នកដែលដើរតាមម្ចាស់ស្ត្រីទើបប្រក៏បានសួរមួយទៀតតែមនុស្សដែលបានជាប់ពាក្យជាមួយនឹងហានអូជូតើគេឈ្មោះអីអ្នកបម្រើស្រីក៏បានសរសេរឈ្មោះថាខាវគូកូនៅថ្ងៃបន្ទាប់អ្នកទាំង4ក៏បានទៅតុលាការតែឲ្យទូស្រីនឹងជាជាវស្លៀកសម្លៀកបំពាក់អាជីវរដ្ឋព្រោះតែគេមិនអនុញ្ញាតឲ្យមនុស្សស្រីចូលទេទើបប្រក៏បានសួរទៅបរិមម្នាក់តែលោកក៏ជាខាវគូកូមែនអត់ជាមកមុខរបស់គាត់ហើយក៏បានចាំគាត់គឺជាមនុស្សដែលបានជួយនាងកាលពីលើកមុនប៉ុន្តែពេលនោះគាត់មិនបានស្លៀកពាក់បែបនេះទេឯស្រីក៏ថាឯបានលួចចូលក្នុងរាជវាំងវាស្មើនឹងល្មើសនឹងច្បាប់គាត់ក៏បានសំទោសចំពោះមុខព្រះអង្គទើបប្រក៏បានសួរតែឯបានជាប់ពាក្យជាមួយនឹងហានអូជូត្រូវអត់គាត់ក៏បាននិយាយថាហេតុបានជាត្រង់ដឹងទើបប្រក៏បានប្រាប់គាត់ដឹងដោយសារតែអ្នកបម្រើរបស់ហានអូជូគាត់ក៏បានសួរទៅអ្នកបម្រើរបស់នាងនៅទីណាគាត់ចង់ជួបនាងគាត់បានហៅឈ្មោះរបស់ហានអូជូថាគេស៊ូស៊ុយគ្មានថ្ងៃសម្រាប់នរណាម្នាក់ឡើយឯស្រីក៏បានរត់គាត់ចេញទោះស្រីក៏បានសួរតែហានអូជូនិងស៊ូស៊ុយគឺជាមនុស្សតែម្នាក់មែនអត់គាត់ក៏បានថាមែនហើយនាងគ្មានថ្ងៃសម្រាប់នរណាម្នាក់ឡើយរត់តែមិនអាចសម្រាប់ខ្លួនឯងទៀតទើបប្រក៏សួរតែហេតុអីបានជាឯងចូលទៅក្នុងរាជវាំងតែឯងចូលដើម្បីស្វែងរកអ្នកបម្រើស្រីនឹងមែនអត់គាត់ក៏បាននិយាយថាត្រង់គ្មានថ្ងៃយល់ពីអារម្មណ៍មនុស្សដែលខ្លួនស្រឡាញ់ត្រូវបានបកលឲ្យទៅព្រះអង្គទេស៊ូស៊ុយនឹងខ្ញុំបានភ្ជាប់ពាក្យតាំងពីនៅក្មេងមិនយូរប៉ុន្មាននាងក៏បានចូលទៅក្នុងរាជវាំងខ្ញុំចង់ចូលវាំងដើម្បីជួបនាងប៉ុន្តែគ្មាននរណាម្នាក់អនុញ្ញាតឲ្យខ្ញុំចូលទេហើយយប់មួយនាងបានលួចចាក់ចេញពីរាជវាំងនាងបានផ្ដល់កវលមកខាងដល់ខ្ញុំហើយនាងបានប្រាប់ខ្ញុំថាតើតែចង់ចាំនាងក៏ភ្លេចនាងឲ្យសោះប៉ុន្តែខ្ញុំវិញសម្បីតែរបស់តែមួយគត់ដែលនាងបានឲ្យមកខ្ញុំក៏ខ្ញុំបានធ្វើឲ្យវាបាត់នៅក្នុងរាជវាំងដែរទោះស្រីក៏បានយកកវលមកខាងហើយបកលឲ្យគាត់តែវាជារបស់ដែលនាងឲ្យមែនអត់ក៏បាននិយាយថាត្រូវហើយទោះស្រីក៏បានប្រាប់ថាវាមានវិញ្ញាណខ្មោចស្រីមួយបានស្ថិតនៅក្នុងកវលមួយនេះព្រះអង្គបានស្នើសុំឲ្យនាងជួយសង្គ្រោះវិញ្ញាណរបស់នាងក៏សួរបើសិនព្រះអង្គបានស្នើសុំឲ្យទោះស្រីជួយចង់ទោះស្រីក៏ជាមហាសីបើស្រីក៏មានត្រូវអត់តែវាពិតជាវិញ្ញាណរបស់ស៊ូស៊ុយទោះស្រីថាត្រូវហើយនាងត្រូវបានគេចាប់ប្រកាន់ថាបានសម្លាប់មនុស្សនាងថែតែត្រូវបានគេសម្លាប់នាងដូចគ្នាប្រហែលជាដោយសារតែរឿងមួយនេះហើយទើបនាងមិនអាចចាក់ចេញទៅណាបានក៏បានស្នើសុំតើទោះស្រីអាចជួយឲ្យវិញ្ញាណរបស់នាងជួបជាមួយនឹងគាត់បានអត់ទោះស្រីក៏បាននិយាយថាបានប៉ុន្តែវិញ្ញាណរបស់នាងមិនល្អសាស្ត្រដូចជាមុនទេក៏បានថាគាត់មិនខ្វល់ទេអ្វីដែលគាត់ចង់បានគឺជួបនាងម្ដងទៀតទោះស្រីក៏បានកុហកព្រលឹមការផ្លុំវាជាមួយនឹងកវលបង្ហាញនៅខ្មោចរបស់នាងក៏បានព្យាយាមយកដៃទៅប៉ះនាងប៉ុន្តែគាត់មិនអាចទេទើបប្រក៏បានបកលកវលខាងទៀតឲ្យទទួលស្រីក៏បានប្រាប់ថាកាលពី10ឆ្នាំមុននៅពេលដែលមេដារបស់គាត់បានស្លាប់គាត់បានជួបនាងម្ដងគាត់បានសួរនាងថារ៉េមកជានាងពាក់កវលតែម្ខាងនាងបានប្រាប់គាត់ថាម្ខាងទីនាងមិនឲ្យទំនួលជាទីស្រឡាញ់របស់នាងខ្ញុំខុសខ្លាំងណាស់ចំពោះនាងខ្ញុំបានសុំកវលពីនាងបានដោះវាឲ្យខ្ញុំទាំងទឹកមកញញឹមនាងដោះឲ្យខ្ញុំមិនមែនដោយសារតែខ្ញុំជាព្រះវតាទេប៉ុន្តែនាងបានឲ្យខ្ញុំដោយសារតែខ្ញុំកំពុងតែយំពេលនោះខ្ញុំមានអារម្មណ៍ថាខ្ញុំបានធ្វើខុសខ្លាំងខ្ញុំចង់យកវាទៅឲ្យនាងវិញប៉ុន្តែវាបានហួសពេកបាត់ទៅហើយខ្ញុំតែងតែសង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចបកលវាឲ្យទៅនាងវិញទោះស្រីក៏បានយកកវលមួយគូឲ្យទៅកូអពុតហេតុក៏បានកាត់ឡើងបលឹងវិញ្ញាណរបស់នាងសត្វតែប្រែខ្លាយទៅជាស្រស់ស្អាតវិញក៏បានដាក់ទៅចិត្តមនុស្សទីស្រឡាញ់របស់គាត់នៅតែមិនអាចប៉ះនាងបានប៉ុន្តែចំពោះនាងវិញនាងអាចប៉ះគាត់បាននាងបានធ្វើសញ្ញាថាការរក្សាសន្យាមកនាងបានចាក់ចេញទៅនាងបាននិយាយពាក្យប៉ុន្មានឃ្លាប៉ុន្តែមិនអាចស្ដាប់ឮនេះទេនិយាយហើយនាងក៏បានលាចាក់ចេញពីមនុស្សជាទីស្រឡាញ់របស់នាងត្រឹមតែមួយពុកព្រៃភ្នែកក៏បានអរគុណទៅពួកគេដែលបានជួយឲ្យគាត់ជួបមនុស្សជាទីស្រឡាញ់របស់គាត់ជាលើកចុងក្រោយគាត់ចង់តាមទូប្រុសចូលរាជវាំងតែទូប្រុសថាអានៅជីវិតបែបនេះហើយវាល្អជាងក៏បាននិយាយថាគាត់មានរឿងចង់ទូលថ្វាយព្រះអង្គនៅពេលដែលគាត់ចូលទៅក្នុងរាជវាំងគាត់បានឮអាម៉ាត់និងស្ត្រីម្នាក់ពួកគេកំពុងតែរៀបចំគម្រោងដាក់ថ្នាំអំពុលឲ្យព្រះអង្គទើបតែក៏បានសួរតែលោកលឺវាមកពីណាគាត់ក៏បានប្រាប់ថាគាត់លឺវាមកពីបណ្ណាល័យជាវក៏បាននិយាយថានាងស្គាល់ស្រីម្នាក់នឹងតែដាក់ដូរសម្បត្តិជាមួយមន្ត្រីម្នាក់ទើបប្រក៏សួរតើអ្នកណាជាអ្នកគ្រប់គ្រងនាងជាក៏បានប្រាប់ថានាងធ្លាប់លឺនាងនិយាយពីមនុស្សស្រីម្នាក់តែធ្វើល្អដាក់នាងគេថែមទាំងធ្លាប់បានសន្យាថានឹងដំឡើងឋានៈឲ្យនាងទៀតផងនាងគេមានឈ្មោះថាស៊ីនស៊ីនាងធ្លាប់ជាអ្នកបម្រើមកចាស់ស្ត្រីនាងច្បាស់ជាបានបញ្ជូនសម្បត្តិឲ្យគ្នាច្រើនហើយទើបប្រក៏បានចេញបញ្ជាឲ្យចាប់ពួកគេអនកាយក៏បានចាំពួកគេអេសាយក៏បាននិយាយប្រាប់ទូប្រុសពួកគេបានសារភាពហើយថាវាគឺជាកូកេនក៏បានសារភាពថាវាគឺជាម្ចាស់ស្ត្រីដែលបានបញ្ជាឲ្យសម្លាប់មហាសេទី3នៅហានអូជូនេះជាថ្នាំពោលដែលនាងបានលាក់វាដូចគ្នាទៅថ្នាំពោលដែលដាក់ឲ្យមេដារបស់ទ្រង់ដែរនេះជាផុសតាំងដែលម្ចាស់ស្ត្រីមិនអាចប្រកែកបានថ្ងៃកាត់ទោសក៏បានមកដល់ទើបប្រក៏
ក៏បានសួរតើមានពាក្យអីចង់និយាយជាលើចុងក្រោយអត់ម្ចាស់ស្ត្រីគ្រាន់តែនិយាយថាថ្ងៃដែលមានតែឯងរំគួរឲ្យអស់សំណើចខ្លាំងណាស់ទើបប្រក៏បានលើកឡើងគ្រប់ឃាតកម្មដែលម្ចាស់ស្ត្រីធ្វើគឺមិនអាចអត់ទោសឲ្យបានទេការប្រហារជីវិតក៏បានប្រព្រឹត្តទៅដោយរលូននៅពេលយប់ក្នុងសំណាក់របស់ទោស្រីទើបព្រះនាងអេសាយបានមកលេងអេសាយក៏មានបញ្ហាជាមួយនឹងអាបាសីនឹងរហូតទើបប្រគាត់មកលើកនេះគាត់យករង្វាន់មកឲ្យទោស្រីក៏បានបដិសេធថាមិនចង់បានរង្វាន់អីទេទើបប្រក៏បានបោះថង់មួយឲ្យអានឹងថាវាគឺជាស្ករក្តៅឬមកក៏ផ្លែឈើស្ងួតទោស្រីក៏បាននិយាយថាអានឹងរបស់ក្មេងនឹងប៉ុន្តែក៏ដាក់ជុំមាត់បានទើបប្រក៏ថានៅក្នុងបន្ទប់របស់ទោស្រីមានក្លិនទូខ្លាំងណាស់ថាវាដើម្បីបិទបាំងថ្នាំសក់មែនអត្តសញ្ញាណរបស់ទោស្រីគ្មានប្រយោជន៍អីសម្រាប់គាត់ទេគាត់គ្មានរឿងអីតែសម្រាប់មនុស្សដែលគ្មានកំហុសឡើយជីតានិងបិតារបស់គាត់បានសម្លាប់គ្រួសាររបស់ទោស្រីតែទោស្រីមិនខឹងហើយចង់សម្លាប់គាត់ទេអីទោស្រីថាមនុស្សដែលខ្ញុំអន់ចិត្តខ្លាំងជាងគេគឺជាខ្លួនឯងព្រោះខ្ញុំបានទុកឲ្យម្ដាយរបស់ខ្ញុំស្លាប់ទើបប្រក៏បានបកលបតង់ត្រីមួយហើយគាត់បាននិយាយថាវាគឺជាសញ្ញានៃការសន្យាទោស្រីក៏បានសួរថាវាគឺជាសន្យាអីទើបប្រក៏បានប្រាប់ថាវាគឺជាការសន្យាតែគាត់នឹងមិនសម្លាប់នាងទេខ្ញុំក៏មិនខកពីនាងដែរខ្ញុំបានទុកឲ្យម្ដាយរបស់ខ្ញុំស្លាប់ម្ដាយរបស់ខ្ញុំស៊ូទ្រាំទុកលំបាកនឹងការប្រមាថជាច្រើនដើម្បីការពារខ្ញុំក្រោយមកម្ដាយខ្ញុំស្លាប់អ្វីដែលនៅសេសសល់គឺមានតែការសោកស្ដាយចំពោះមនុស្សដែលបានស្លាប់ប៉ុណ្ណោះខ្ញុំបានសម្លាប់មនុស្សដែលធ្វើឲ្យម្ដាយខ្ញុំស្លាប់ហើយខ្ញុំមានអារម្មណ៍ថាធូរស្បើយទើបប្រុសស្រាប់តែសួរទោស្រីថាចង់ខ្លាចជាមហាសីរបស់គាត់អត់ទោស្រីគ្នាឡើងកាំងតែទ្រង់កំពុងតែយល់សប្តិមែនអត់ទើបប្រកាសថាប្រហែលជាមកពីគាត់ធ្វើការហត់ពេកហើយមិនបានគេងគ្រប់គ្រាន់ទោស្រីក៏បានប្រាប់ឲ្យខ្ញុំនិយាយប៉ុន្តែទើបប្រុសបើជាថាទោស្រីចង់ឲ្យគាត់ដេកនិយាយទៅវិញទោស្រីថាខ្ញុំមិនអាចទ្រាំបានទេឆាប់ត្រឡប់ទៅវិញទៅទើបប្រុសក៏បានយកដៃស្ទាបមុខរបស់ទោស្រីហើយគាត់បាននិយាយថានៅពេលដែលគាត់ឃើញទោស្រីនៅសាទឹកគាត់ក៏ថាគាត់បានឃើញទេពធីតាទើបប្រុសចាស់តែអង្គលមកមុខរហូតទោស្រីបានថាទើបប្រុសចង់ថាបនាងក៏បានប្រភ្នែកប៉ុន្តែមានទេទើបប្រុសក៏ដាក់ខ្លួនគេងសោះទោស្រីក៏បានដាក់ឲ្យគាត់ភ្ញាក់តែគាត់មកភ្ញាក់ទេទោស្រីឃើញថាទើបប្រុសគាត់អស់កម្លាំងខ្លាំងនាងបានជួយឲ្យគាត់គេងលក់នាងបានបាយសតបការនៅលើខ្លួនរបស់គាត់ហើយបានប្រាប់ថាសម្រាប់តែយប់នេះទេខ្ញុំនឹងផ្ដល់ក្តីសុបិនដល់រីករាយមកដល់ទ្រង់ហើយរៀងក៏បានបង្ហាញយើងឃើញនៅជីវប្រវត្តិរបស់ទោស្រីពេលនាងនៅតូចនាងក៏ត្រូវបានឈ្មោះលោកឲ្យធ្វើជាអ្នកបម្រើទៅនៅនាងនៅក្មេងនៅឡើយនៅក្នុងយប់មួយមានព្រំភូមិបានហៅមកចំផ្ទះដែលទោស្រីកំពុងតែនៅព្រឹកឡើងមនុស្សនៅក្នុងរាជវាំងក៏បានមកទទួលគោរពដូចជាម្ចាស់ស្ត្រីពេលដែលទោស្រីចូលទៅក្នុងដំណាក់ដំបងនាងក៏ភ្ញាក់ផ្អើលជាមួយនឹងស៊ីនដែរចំពោះព្រំភូមិវិញវាចេញពីស្លាបរបស់ស៊ីនវាបានជ្រើសរើសអ្នកស្ដាប់បន្តស្ត្រីចាំម្នាក់បានប្រាប់ទោស្រីថានាងទៅរស់នៅទីនេះចាប់ពីពេលនេះតទៅស្ត្រីក៏បានកាត់មកបច្ចុប្បន្នកាលវិញជាក៏បានប្រាប់ទោស្រីថាមានភ្ញៀវមកលេងស្ត្រីនោះបានដើរតាមខ្លួននាងមានឈ្មោះថាកាជូនាងគឺជាស្រីតាមទី2ទោស្រីក៏សួរថានាងមកមានបំណងសំទី2ក៏បានប្រាប់ថានាងបានលេងមួយរយៈនេះព្រះអង្គតែមកកំណត់ទោស្រីជាញឹកញាប់នាងចង់ដឹងតើហេតុអីបានជាគាត់មកទោស្រីក៏បាននឹកឃើញកាលវិយប់មិញពេលដែលទូប្រសួរថាចង់ធ្វើជាមហាសីរបស់គាត់អត់ទោស្រីក៏បានឆ្លើយខ្ញុំមិនដឹងថាត្រង់មកចង់បានអ្វីទេត្រង់មកមួយភ្លែកហើយក៏បានចាក់ចេញទៅសំទី2ក៏បានសួរថាត្រង់មានបានស្នើសុំអីអត់ទោស្រីក៏បានតបថាត្រង់បានស្នើសុំតែខ្ញុំមិនអាចនិយាយបានទេសំទី2ក៏បាននិយាយថាវាច្បាស់ជាមិនមែនជាបណ្ដាសាទេទោស្រីក៏បាននិយាយថាត្រង់អាយុក៏បានអ្នកណាក៏បានដែលមិនចាំបាច់បណ្ដាសារបស់ខ្ញុំសំទី2ក៏បានតបមនុស្សក្នុងរាជវាំងគេបានគិតដូចជាទោស្រីទេពួកគេមិនបានឃើញការប្រហារជីវិតនៅផ្ទាល់មុខឡើយពួកគេគិតថាវាគឺជាបណ្ដាសារបស់ទោស្រីទៅវិញសំទី2បន្តទៀតថាព្រះអង្គមិនដែលក៏ហៅមហាសីទេប៉ុន្តែទ្រង់បានយាងមកកន្លែងទោស្រីជាញឹកញាប់ទោស្រីក៏សួរតើនាងមកទីនេះដើម្បីស្វែងរកការពិតមែនអត់សំទី2ថានាងសប្បាយចិត្តដែលបានជួបទោស្រីឥឡូវនេះនាងអត់ចិត្តហើយនាងបានដើរចាក់ចែងទោស្រីក៏បានចាប់អារម្មណ៍ជាមួយនឹងក្លីផ្កាមួយស្រីក៏បានសួរតើនាងចង់ស្នើសុំអីអត់នាងបាននិយាយថានាងនឹងមកម្ដងទៀតនៅពេលយប់ពេលនាងចាក់ចែងទៅបាត់ជាក៏បានសរសើរថាស្ត្រីផ្កាស្អាតទោស្រីក៏បានសួរស្ត្រីផ្កានឹងអីគេជាក៏បានប្រាប់ទ្រង់បានឃើញក្លីផ្កាដែលនាងពាក់អត់វាជាសំណាងអាក្រក់ព្រោះតែនាងមិនដឹងពីវាទេទោស្រីក៏ថានៅជុំបញ្ចប់នៃរដូវរងាគេបានដាក់វានៅមុខទ្វារដើម្បីកាន់ទុកមនុស្សដែលបានស្លាប់តែហេតុអីបានជានាងពាក់វាជាថានាងមិនបាននិយាយប្រាប់យ៉ាងនេះឲ្យណាម្នាក់ស្ដាប់ទេព្រះអង្គហើយនឹងនាងជាមិត្តជាមួយគ្នាតាំងពីក្មេងមកម្ល៉េះកាត់ទៅខាងក្រៅរាជវាំងវិញមានបរិម្នាក់គាត់មានឈ្មោះថាឋានកៃគាត់គឺជាគ្នារបស់ទូប្រុសម្នាក់ដែរគាត់បានសុំរត់ទៅខ្សែក៏ជារាជធានីដែរនៅតាមផ្លូវគាត់បានសួរនាំគេជាច្រើនមកដល់រាជធានីអូនកៃក៏បានអង្គទទួលគាត់អូនកៃបានសួរឋានកៃតែចាំអត់តែខ្លួនឯងជាអ្នកបម្រើរបស់ព្រះអង្គឋានកៃក៏បានថាការងាររបស់គាត់គឺមានតែប៉ុណ្្នឹងឯងមិនរឹងរូបដូចជាអ្នកខ្លះទេគាត់ចេញដើម្បីទទួលបានព័ត៌មានអូនកៃក៏បានចាក់ចេញឋានកៃក៏បានសួរថាឯងបញ្ញាប់ទៅណាអូនកៃក៏បានប្រាប់ថាឥឡូវនេះគាត់គឺជាអង្គរាជរបស់ទោស្រីហើយគាត់ត្រូវតែទៅមើលអ្វីដែលប្លែកគឺស្ត្រីពីនោះក៏មានភ្នែកបកហមដូចជាត្រូវបានអ្វីសន្ធិដ្ឋនៅពេលយប់ទោស្រីក៏បានមកផ្ទះបាយដើម្បីផឹកទឹកនាងបានឃើញសូខ្ជោនាងបានប្រាប់ឲ្យទៅសម្រាកទៅវាយប់ទៅហើយជឿចូល
ប់មកក៏បានស្ដីឲ្យធម្មចាស់របស់ខ្លួននាងបានប្រាប់ច្រើនដងហើយចាំនាងជាអ្នកលើកទឹកទៅឲ្យទើបប្រាប់មកក៏បានសួរថាទូស្រីសម្រាប់ជាថាទុកអ្នកទាំងពីរនៅហើយនៅទូស្រីក៏បានថានាងមិនអាចទុកពួកគេនៅទីនេះរហូតបានទេទើបប្រាប់ក៏សួរថាហេតុអីទូស្រីក៏បានប្រាប់បញ្ហាទាំងអស់គឺមកពីត្រង់ហ្នឹងទើបប្រាប់ក៏ថានិយាយត្រូវខ្លះអត់ខ្លះដែរក៏លេងមកថាសំទីពីបានមកលេងមែនអត់ទូស្រីក៏បានប្រាប់ថាវាដោយសារតែត្រង់មកទីនេះជាញឹកញាប់ចឹងហើយត្រង់ឆាប់ត្រឡប់ទៅវិញទៅកុំភ្លេចហៅពួកនាងឲ្យបំរើផងទើបប្រាប់ក៏ថាចាំក៏ទៅលេងពួកគេដើម្បីកុំឲ្យពួកគេត្អូញត្អែទូស្រីក៏បានតបអញ្ចឹងគួរតែឈប់មកលេងខ្ញុំទៀតទៅឆាប់ត្រឡប់ទៅវិញទូស្រីក៏បានបញ្ជាទ្វារឲ្យបើកតែឆាន់អីស្នាមទី2ក៏បាននៅមុខនឹងល្មមនាងក៏បាននិយាយថារីត្រីសួស្ដីទើបប្រាប់នឹងទូស្រីមើលមកគ្នាទើបប្រាប់ក៏ថាស្នាមទី2មកទៅហើយគាត់គួរតែត្រឡប់ទៅវិញស្នាមទី2ក៏ថាកុំតាន់ទៅអីនៅជាមួយគ្នាសិនទៅគ្នាបានដោះក្លេបការឲ្យប្រាប់ថានាងបានកាន់ទឹកមនុស្សម្នាក់វាគួរតែមិនលឺសំឡេងប៉ុន្តែវាមិនលឺសំបីតែម្ដងវាមិនលឺសំឡេងមានន័យថាអ្នកស្លាប់មិនបានត្រឡប់មកវិញទេទូស្រីក៏សួរតែអ្នកណាជាអ្នកនិយាយស្នាមទី2បានប្រាប់ថាគាត់គឺជាគូស្នេហ៍របស់នាងគាត់មានឈ្មោះថា Ken Yu គាត់បានស្លាប់កាលពី3ឆ្នាំមុនខ្ញុំមិនរត់ចាំព្រលឹងគាត់ត្រឡប់វិញប៉ុន្តែវាមិនដែលបានលឺសំឡេងតតែសោះហើយបានជាគាត់មិនត្រឡប់មកវិញនាងចង់សុំឲ្យទូស្រីជួយហៅព្រលឹងរបស់គាត់មកវិញទូស្រីក៏បានព្រមជួយនាងបានសរសេរឈ្មោះរបស់គាត់នៅលើក្តារមួយហើយបានដាក់ក្លឹបការពីលើនាងបានប្រាប់ការដើម្បីកោះហៅព្រលឹងរបស់គាត់អ្វីដែលចម្លែកគឺនាងមិនអាចកោះហៅគាត់បានទេទូស្រីក៏ថានាងអាចកោះហៅព្រលឹងពីឋានសួគ៌បានតែម្ដងប៉ុណ្ណោះប៉ុន្តែព្រលឹងនៅលើឋានសួគ៌គឺគ្មានរូបគាត់ទេថាអាចអត់គាត់មិនទាន់ស្លាប់ឬហេតុផលមួយចំនួនទៀតដែលមិនអាចកោះហៅព្រលឹងរបស់គាត់បានទូស្រីក៏បានសួរតែព្រលឹងរបស់គាត់ស្លាប់យ៉ាងម៉េចដែរទៅប្រកាសថាកាលពី3ឆ្នាំមុនព្រះអង្គបានឲ្យគាត់ទៅគ្រប់គ្រងខេត្តមួយដែលមានឈ្មោះថារីគីគាត់បានស្លាប់នៅពេលដែលគេបានបះបោរនៅពេលនោះមានសាសនាចម្លែកមួយបានកាន់កាប់នៅទីនោះបរិសម្នាក់ត្រូវបានគេហៅថាលោកអពុកលូណាគេគោរពថ្វាយគាត់ដូចជាព្រះអញ្ចឹងគេថាគាត់អាចទៅទីអនាគតនឹងមើលពីអតីតកាលបានទូស្រីក៏បាននិយាយថានាងចង់ដឹងបន្ថែមទៀតពីលោកអពុកលូណាទៅប្រកាសបានហៅតាន់កៃហើយគាត់ចេញមកតាន់កៃក៏បាននិយាយថាគាត់ទៅមានមិត្តភក្តិម្នាក់នៅខេត្តនឹងគាត់ប្រកាសថាគេនឹងមានប្រយោជន៍តាន់កៃក៏បានសម្លឹងមើលមុខរបស់អូនកៃនៅថ្ងៃបន្ទាប់ទៅស្រីនឹងជាបានស្ទើរសម្លៀកបំពាក់ជាអ្នកបម្រើដែរចូលទៅក្នុងសំណាក់របស់ថ្នាក់ឆ្នាំទី2ជាក៏បានទៅសារថាផ្កានៅតាមផ្លូវស្អាតទៅស្រីក៏បានសួរថាចង់បានអត់អ្នកបម្រើឆ្នាំទី2បានបែបផ្កាមួយឲ្យទៅស្រីក៏បានពាក់វាឲ្យជីវឆ្នាំទី2ក៏បានបែបផ្កាមួយទៀតពាក់ឲ្យទៅស្រីនាងក៏បានទៅសារថាអ្នកទៅពីមើលទៅគឺស្អាតទៅស្រីបានឃើញអ្នកបម្រើឆ្នាំទី2ការរបស់ជាច្រើនឆ្នាំទី2ក៏បានប្រាប់ថាវាគឺជារបស់ដែលនាំមកពីឈ្មោះទឹកវាមានរបស់ប្លែកៗឆ្លងកាត់ប្រទេសនិងសមុទ្រនាងសួរថាទៅស្រីចង់មើលអត់ទៅស្រីក៏ថានាងចង់ដឹងពីរឿងកិនយូឆ្នាំទី2ក៏បានប្រាប់ថាគាត់គឺជាមនុស្សទន់ភ្លន់និងចិត្តល្អពោពេញទៅដោយភាពកក់ក្ដៅប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏បានចាក់ចេញពីខ្ញុំទាំងដែលខ្ញុំមិនដឹងប្រហែលជាផ្លូវរបស់គាត់វង្វេងនៅកន្លែងណាមួយហើយសួស្នាមក៏សួរថាទូស្រីធ្វើអីបានជាទៅប្រមរយៈនេះរៀងប្លែកទូស្រីក៏ថាខ្ញុំក៏មិនដឹងថាត្រង់កំពុងតែកាត់អីដែរត្រង់មិនបញ្ចេញសញ្ញាអ្វីទៅសោះឆ្នាំទី2ក៏បានសើចនាងចាំបានពេលដែលត្រង់នៅតូចត្រង់មិនចេះលេអារម្មណ៍ទេប៉ុន្តែចាប់ពីម្ដាយរបស់ត្រង់នៅថៃរ៉េបានស្លាប់គាត់បានផ្លាស់ប្ដូរទៅជាមនុស្សស្ងប់ស្ងាត់ទូស្រីក៏សួរថាថៃរ៉េគឺជាអ្នកណាឆ្នាំទី2ក៏បានប្រាប់ថាក្លឹបការនេះគឺជាទូប្រោជាអ្នកធ្វើរ៉េបតដែរថៃរ៉េជាមហាថ្លៃបានមករៀនគាត់ត្រង់ស្រឡាញ់ថៃរ៉េខ្លាំងណាស់នាងបានស្នើសុំក៏មកទូស្រីនៃឈ្មោះនេះនៅចំពោះមុខគាត់អីទូស្រីបានចាប់អារម្មណ៍នឹងអ្នកបម្រើស្រីម្នាក់ដែលនាងកំពុងតែនៅក្រៅឡើងនោះបន្ទាប់ពីត្រឡប់មកដំណើររបស់ខ្លួនវិញតាំងតែក៏បានប្រាប់ថាលោកអពុកលូណាបានស្លាប់ក៏ត្រូវបានគេកាត់ទោសនិងធ្វើបាបថែមទាំងបាននិរទេសឲ្យចេញពីខេត្តទៀតប៉ុន្តែអ្វីដែលចម្លែកគាត់បានស្លាប់ដោយសារជំងឺដែលសរសៃឈាមខួរក្បាលទូស្រីក៏សួរតើចំណេញទោសទៀតរបស់គាត់យ៉ាងម៉េចដែរតាំងតែក៏បានប្រាប់ថាគាត់អាចស្វែងរករបស់ដែលបាត់ដែលបាត់ឡំភ្នែកមិនដឹងថាវាគឺជារឿងប៉ះឬការបញ្ឆោតទេអ្នកខ្លះទៀតក៏បាននិយាយថាគាត់មានអត្តចរិតច្រើនពេលខ្លះហាក់ដូចជាមនុស្សផ្សេងទៀតដូចជាមានវ័យមួយបានជួបសន្តានពីជាចាំរ៉ាបាននិយាយថាគាត់គឺជាគ្រូសិលរាជវង្សមុនទើបប្រុសសពតែក្រោកឡើងហើយបានប្រាប់ថាចាំពេលដែលគាត់រកឃើញច្រើនទៀតចាំគាត់ប្រាប់ទើបប្រុសក៏បានបោះថង់មួយអត់ទៅស្រីទូស្រីក៏បានស្អីឲ្យកុំចេះតែបោះរបស់ព្រៀបដាស់មើលទើបប្រុសក៏ថាវាគឺជាក្របផ្លែឈើសួរទូស្រីក៏ថាត្រង់ចិញ្ចឹមស្វាមែនទើបប្រុសក៏សាយនឹងចំណាយរបស់ទូស្រីបាននិយាយថាសាមទី2បានប្រាប់នាងថាទើបប្រុសក៏បានផ្លាស់ប្ដូរទើបប្រុសក៏សួរថាតើគាត់ផ្លាស់ប្ដូរអ្វីខ្លះសាមទី2ប្រហែលជាច្រឡំហើយតែពេលកណ្ដាលអាស្ទេដែលបម្រើស្រីស្នាមទី2បានរត់មករកទូស្រីឲ្យជួយទូស្រីក៏បានភ្ញាក់ងាប់ទៅទាំងយប់នាងបានប្រាប់ថាមានអ្នកបម្រើស្រីម្នាក់បានបាត់ខ្លួននាងបានយករបស់ដែលព្រះអង្គបានប្រទានទៅជាមួយដែរនាងមិនមែនជាអ្នកបម្រើស្រីដែលចេះតែមានដៃមានជើងទេប៉ុន្តែប្រហែលថ្ងៃនេះនាងចម្លែកនាងធ្វើរឿងដូចជាមិនមែនជាខ្លួនឯងទូស្រីក៏បានឃើញពាក្យតាន់កែបានប្រាប់គាត់លោកឪពុកលូណាក៏មានរឿងពីចម្លែកបែបនេះដែរពេលដែលបានបន្ទប់របស់នាងទូស្រីក៏បានយកសាររបស់នាងមួយសរសៃហើយបានសរសេរឈ្មោះរបស់នាងដាក់ជាមួយនឹងរូបចម្លាក់ឈើទូស្រីក៏បានកោះហៅផ្កាភ្លុងវាបញ្ចេញនូវសត្វក្អែកមួយវាបានហៅទៅក្រៅទូស្រីក៏បានប្រាប់ថាចាំនាងនៅទីនេះហើយនាងនឹងទៅដោយខ្លួនឯងចូលមកដល់ក្នុងព្រៃជ្រៅទូស្រីក៏បានសួរទៅលោកគឺជាអ្នកណាលោកចាប់ចេញពីខ្លួនរបស់នាងភ្លាមទៅលោកមានតំណែងតំណងអីជាមួយលោកឪពុកលូណាលោកអាចបញ្ជាសត្វក្អែករបស់ខ្ញុំបានលោកមិនមែនជាមនុស្សធម្មតាទេទូស្រីក៏បាន
បានឃើញអក្សរលើនោះវាបានសរសេរថាសាមានបរោះនោះក៏បាននិយាយថាខ្ញុំជារានយូកេស៊ូដូចគ្នានឹងនាងដែរតែមានអត់បែសីពងពៀទសៃក៏បានប្រាប់ឈ្មោះរបស់ខ្ញុំគឺយូជូសេស៊ូមិនមែនរានទេបរោះនោះបានប្រាប់ថាគាត់មិនចាប់អារម្មណ៍ជាមួយនឹងឈ្មោះคล้ายៗរបស់ទសៃទេតាមជាជួពួកយើងគួរតែជាគ្រួសារទី1គេបានសរសេរថាទសៃធ្វើបានល្អដើម្បីរត់កេកចំណែកគាត់វិញត្រូវបានគេកាត់ក្បាលទសៃក៏បានសួរតើព្រលឹងអ្នកណាដែលបានចូលក្នុងធម៌ដែលបានកាន់នឹងបរោះនោះគាត់ថាគាត់បានក៏ហៅព្រលឹងមនុស្សដែលបានស្លាប់កាលពី3ឆ្នាំមុនព្រលឹងមនុស្សដែលបានឆ្ងាយពីផ្ទះពួកគេនឹងវង្វេងគាត់បានប្រមូលព្រលឹងរបស់ពួកគេហើយដាក់វានៅក្នុងនេះគាត់ចង់ឲ្យពួកគេធ្វើកិច្ចការឲ្យគាត់ប៉ុន្តែមានរឿងមួយទៀតដែលគាត់នឹកស្មានមិនដល់គាត់បាននិយាយថាគាត់នឹងឲ្យព្រលឹងពួកគេបើសិនមកទសៃយល់ព្រមនឹងសំណើរបស់គាត់មួយទសៃក៏បានសួរទៅលោកមកទីនេះចង់បានអីបរោះនោះថាគាត់នឹងប្រាប់បើសិនមកទសៃយល់ព្រមសំណើរបស់គាត់បើមិនយល់ព្រមទេគាត់នឹងសម្លាប់នាងបរោះនោះបានយកកំបិតភ្ជង់កាន់តែខ្លាំងឡើងទសៃក៏បានស្រែកឲ្យដាក់កំបិតចោលសម្រាប់ដែរអនកែបានគប់លុតមកត្រូវដែររបស់សៃបំរានេះក៏បានជ្រុះកំបិតទើស្រីបានប្រាការនេះដើម្បីធ្វើឲ្យធូរបាយសម្បីតែបរោះនោះក៏បានចាក់ចេញពីនាងដែរទើស្រីបានហៅឈ្មោះគូស្នេហ៍របស់ស្នំទី2ដងព្រលឹងមួយក៏បានហៅមកវាបានប្រែខ្លះទៅជាស្និទ្ធសក់មួយបរោះនោះបានដឹកចេញជាព្រលឹងនិយាយមកកាន់ទើស្រីហើយបានជាទើស្រីបបងចូលតំណែងហើយឲ្យគេគុំទឹកនៅក្នុងរាជវាំងបែបនេះបើនាងចង់បានអីនាងកាន់តែថាសូមនាងនឹងបានវាទាំងអស់ហើយបានជានាងមិនធ្វើថាហើយគាត់ក៏បានទៅបាត់ទើស្រីក៏បានសួរអូនកែតែមានលើសំឡេងអីអត់អូនកែថាគាត់មិនបានលើអីទេពេលមកដល់រាជវាំងវិញទើស្រីក៏បានសរសើរឲ្យទៅស្នំទី2ប្រាប់ថាវាគឺជាព្រលឹងកេនយូស្នំទី2បានអស់យ៉ាងណានប៉ុន្តែព្រលឹងរបស់គាត់ស្រាប់តែរលាយចេញទៅបាត់ទើបពេលជានាងមកសរសើរឲ្យគាត់នៅក្បែរនាងបន្តិចទៀតក៏ដើរចោលព្រលឹងរបស់គាត់ក៏បានហៅប៉ាមករបស់នាងនឹងក្លោយឲ្យមានសំឡេងបញ្ជាក់ថាគាត់បានត្រឡប់មកវិញបន្ទាប់ពីបានលីមិនដូចជាទីស្រឡាញ់ហើយគាត់ក៏បានចាក់ចេញជារៀងរហូតស្នំទី2បានត្រឹមតែហៅឈ្មោះរបស់គាត់ពីខាងក្រោយកាលមកថ្ងៃបន្ទាប់ទើស្រីក៏បានរអ៊ូដែរទៅប្រុសស្នំទី2បានឲ្យសម្លៀកបំពាក់មកនាងបានគម្រាមបើទើស្រីមិនយកទេនាងនឹងបោះចោលទើស្រីក៏សួរហើយបានជាស្នំទី2មិននៅក្នុងរាជវាំងទៅប្រុសគាត់ក៏បានប្រាប់បន្ទាប់ពីកិនយូបានស្លាប់នាងគ្មានកន្លែងដែលត្រូវទៅទេនៅពេលដែលកិនយូស្លាប់នាងក៏ត្រូវរៀបការជាមួយនឹងអ្នកផ្សេងទៀតនាងសំនឹងទទួលបានរបស់ល្អៗអញ្ចឹងហើយបានជាគាត់ទុកនាងនៅក្នុងរាជវាំងទើស្រីក៏ថាស្នំទី2ចង់ឲ្យនាងពាក់ឈុតនឹងទៅលេងនាងទៅប្រុសក៏ថាតិចទៀតអ្នកទាំងពីរនឹងក្លាយទៅជាមិត្តដ៏ស្និទ្ធស្នាលហើយទើស្រីក៏ថានាងតែងតែជាមនុស្សដែលគ្មានបេះដូងមហេសីបាក់សីភូមិបានមកពេញបេះដូងឲ្យនាងនៅពេលដែលនាងត្រូវបានឈ្មោះលោកឲ្យធ្វើជាអ្នកបម្រើក៏បានទទួលនាងហើយប្រាប់នាងថានេះគឺជាកន្លែងដែលនាងត្រូវនៅចាប់ពីពេលនេះតទៅគាត់បានដាក់ឈ្មោះថ្មីឲ្យខ្ញុំក៏បានរៀនខ្ញុំអាននិងសរសេរតាមទាំងមករៀនសិល្បៈដែលមហេសីបាក់សីភូមិគួរតែចេះខ្ញុំបានសន្យាជាមួយនឹងគាត់ថាខ្ញុំមិនស្និទ្ធស្នាលជាមួយនឹងអ្នកដែលបានស្នើសុំទេទើបប្រាប់ថាសំទី2បានប្រាប់ថាទើស្រីល្អទៅស្នំអតីតទៀតដែលនាងស្គាល់គាត់បានឲ្យសេសាពីមកទើស្រីហើយនឹងបានប្រាប់ថាវាស័ក្តិសមជាមួយនឹងសម្លៀកបំពាក់នេះទើស្រីក៏បានថានាងមិនយកទេទើបប្រាប់ថាបានមិនយកទេទុកចោលទៅទើស្រីថាត្រង់នឹងសំទី2បាត់ជាសាហាវខ្លាំងណាស់ពេលទើបប្រាប់បានចាស់ចេញទើស្រីក៏បានប្រាប់ថាកុំមកម្ដងទៀតអីទើបប្រាប់គាត់ថាមិនក៏ឆាប់ខឹងខ្លាំងម្ល៉េះទើស្រីក៏បានប្រាប់កន្លែងនេះមិនមែនជាកន្លែងដែលត្រង់គួរតែមកទេព្រះអង្គនឹងមហេសីបាក់សីភូមិមានគំនុំប្រឆាំងនឹងគ្នាទើបប្រាប់ក៏សួរតើទើស្រីនិយាយចង់មានន័យថាម៉េចទ្វាក៏បានបាត់ស្រីរឿងរបស់យើងក៏ត្រូវបានកាត់ចែកទំនេះនឹងទាំងអស់គ្នាឲ្យមានរឿងបដាសាយបន្តិចចំពោះរឿងបំបីកែក្នុងរាជវាំងនេះដែររដូវកាលទី1គឺមានត្រឹមតែ13ភាគទេហើយមាននឹងព្យាយាមធ្វើវីដេអូឲ្យបានច្រើនផលដល់ទាំងអស់គ្នាមើលដើម្បីកុំឲ្យអ្នកទាំងអស់គ្នាអបសោកជួបគ្នាម្ដងទៀតនៅវីដេអូក្រោយណាបាយបាយ